ប្រទះឃើញសពបរិសម្នាក់អណ្ដែតខាងត្បូងស្ពានខ្សែកាបឬខ្សែកែវបរិសម្នាក់មានលក្ខណៈហើមហោចសយទៅហើយត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេសាបទៅខាងត្បូងស្ពានខ្សែកាបឬខ្សែកែវនៅក្នុងភូមិខ្លងសង់សង្កាត់ឬខ្សែកែវខណ្ឌឬខ្សែកែវរាជធានីភ្នំពេញហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 5:30 នាទីព្រឹកថ្ងៃទី 28 ខែឧសភាឆ្នាំ 2025 ហើយនគរបាលមូលដ្ឋានក៏បានរាយការណ៍ទៅសមាជិកជំនាញដើម្បីចុះត្រួតពិនិត្យបរិរនោះភ្លាមពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយស្លៀកខោជើងវែងពណ៌ត្រៃអ៊ីនិងអាវពណ៌ខ្មៅមានរូបតុក្កតាតាមព័ត៌មានបានឲ្យដឹងថានៅវេលាព្រឹកព្រលឹមស្រាងមានទូកនេសាទកំពុងធ្វើដំណើរឆ្លងកាត់ក៏ប្រទះឃើញសាកសពបរិសម្នាក់ខាងលើអណ្ដែតមាត់ច្រាំងរួចក៏រាយការណ៍ទៅសមាជិកដើម្បីចុះទៅត្រួតពិនិត្យទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាបរិសរូបនោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយគេមានការសង្ស័យជាជំហានដំបូងថាបរិសរូបនោះអាចស្លាប់ដោយសារលង់ទឹកឬក៏លោតទឹកពីលើស្ពានខ្សែកាបឬខ្សែកែវនៅពេលយប់ជ្រៅហើយក៏សពបានផុសអណ្ដែតឡើងសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ